ជំរាបសួរបងប្អូនខ្មែរទាំងអស់គ្នានៅក្នុងពេលវេលាថ្ងៃហ្នឹងវិលត្រឡប់មកជួបខ្ញុំបាទទៀតហើយក្នុងការមើលអំពីក្បួនតម្រាខ្មែរឬក៏យើងគ្រប់គ្នាបានហៅថាហោរាសាស្ត្រអញ្ចឹងក្បួនតម្រាខ្មែរហ្នឹងគឺសល់ពីបរមបុរាណខ្មែរដែលចាស់ពីដើមគាត់បានសរសេរហើយចងក្រងទុកមកឲ្យក្មេងៗជំនាន់ក្រោយនឹងបានមើលនិងបានអាននៅក្នុងក្បួនតម្រាខ្មែរហ្នឹងគឺគេមើលអំពីជោគជតារាសីគេមើលអំពីខែឆ្នាំឬក៏មើលអំពីទម្រង់មុខលក្ខណៈប្រជ្រុយនិយាយទៅមើលបានច្រើនប្រភេទរង្វូនតែនៅក្នុង channel របស់ខ្ញុំហ្នឹងខ្ញុំមើលបានដូចជាខែឆ្នាំនិងជោគជតារាសីនិងការមើលអំពីថ្ងៃកើតនិងខែកើតហើយមើលអំពីលក្ខណៈប្រជ្រុយហ្នឹងគឺខ្ញុំមើលបានបាជាបន្តិចដែរតែដល់ខ្ញុំមើលទៅលក្ខណៈប្រជ្រុយហ្នឹងមិនសូវមានបងប្អូនណាគាត់ចាប់អារម្មណ៍ច្រើនខ្ញុំក៏មកមើលអំពីជោគជតារាសីនៅក្នុងឆ្នាំ2026ខាងមុខវិញនិយាយទៅការមើលអំពីជោគជតារាសីហ្នឹងខ្ញុំត្រូវមើលឲ្យទៅចុងខែ12ទៅវិញឯងតែដល់មើលទៅខ្ញុំទំនេរផងខ្ញុំក៏ចាប់ផ្ដើមមើលអំពីជោគជតារាសីតែហ្មងទៅអញ្ចឹងមកលោកអ្នកដែលគាត់ចង់ស្ដាប់អំពីជោគជតារាសីរបស់គាត់នៅក្នុងឆ្នាំ2026ខាងមុខហ្នឹងបងប្អូនទាំងអស់គ្នាអាចចូលនឹង channel របស់ខ្ញុំបានដើម្បីស្ដាប់ណាព្រោះខ្ញុំនឹងមើលចាប់ពីឆ្នាំជូតរហូតទៅដល់ឆ្នាំកលឲ្យគ្រប់12ឆ្នាំអញ្ចឹងនៅក្នុងថ្ងៃហ្នឹងគឺខ្ញុំនឹងមើលដល់ឆ្នាំម្សាញ់ព្រោះថានៅវីដេអូមុនគឺយើងមើលអំពីឆ្នាំរោហ្នឹងរួចរាល់អស់ហើយអញ្ចឹងខ្ញុំក៏បន្តមកមើលអំពីឆ្នាំម្សាញ់ម្ដងខ្ញុំវាចំមុះខ្ញុំមិនសូវស្រួលអញ្ចឹងអាសាតឹងចំមុះអញ្ចឹងមកបងប្អូនណាដែលគាត់កើតឆ្នាំម្សាញ់បងប្អូនចង់ដឹងអំពីជោគជតារាសីរបស់បងប្អូនទាំងអស់គ្នានៅក្នុងឆ្នាំ2026ខាងមុខហ្នឹងបងប្អូនត្រៀមស្ដាប់ខ្ញុំនឹងមើលប្រាប់បងប្អូនទាំងអស់គ្នាឲ្យបានដឹងឲ្យបានយល់អំពីឆ្នាំក្រោយហ្នឹងតើរាសីរបស់លោកអ្នកហ្នឹងល្អឬក៏អាក្រក់រាសីឡើងឬក៏រាសីចុះមានគ្រោះឬក៏មានលាភអញ្ចឹងត្រៀមស្ដាប់ទាំងអស់គ្នាជាមួយនឹងខ្ញុំមនុស្សណាដែលគាត់កើតឆ្នាំម្សាញ់ឆ្នាំម្សាញ់នាមសត្វពស់វែងធាតុឈើពងមនុស្សប្រុសអញ្ចឹងឆ្នាំម្សាញ់គឺនាមសត្វគឺពស់វែងចំណែកធាតុគឺធាតុឈើពងមនុស្សប្រុសអញ្ចឹងមនុស្សណាដែលគាត់កើតឆ្នាំម្សាញ់ទំនាយបានទាយថានៅក្នុងឆ្នាំ2026នេះលោកអ្នកមិនគួរធ្វើដំណើរឆ្ងាយឡើយដោយកុំធ្វេសប្រហែសដែររាសីរបស់លោកអ្នកនៅក្នុងឆ្នាំ2026គឺធ្លាក់ចុះរាសីរបស់លោកអ្នកមិនទាន់ឡើងបានទេនិយាយទៅរាសីរបស់លោកអ្នកដែលគាត់កើតឆ្នាំម្សាញ់ហ្នឹងគឺឆ្នាំ2025ហ្នឹងក៏ធ្លាក់ដែរឥឡូវមកដល់ឆ្នាំ2026ហ្នឹងក៏ធ្លាក់ដែរបងប្អូនគឺធ្លាក់2ឆ្នាំហ្មងមិនទាន់ឡើងបានទេនិយាយទៅគេដាក់អញ្ចេះខ្ញុំសូមអានម្ដងទៀតណាតែយើងអានមិញបើបងប្អូនមិនទាន់យល់ច្បាស់ខ្ញុំសូមអភ័យទោសខ្ញុំសូមអានម្ដងទៀតមនុស្សណាដែលគាត់កើតឆ្នាំម្សាញ់ទំនាយទាយថានៅក្នុងឆ្នាំ2026
6នេះលោកអ្នកមិនគួរធ្វើដំណើរឆ្ងាយឡើយដោយកុំធ្វេសប្រហែសដែររាសីលោកអ្នកនឹងធ្លាក់ចុះព្រោះថាឆ្នាំរបស់លោកអ្នកគឺធ្លាក់2ឆ្នាំមកវិញធ្លាក់2ឆ្នាំផ្ទួនៗនេះឆ្នាំ2025និងឆ្នាំ2026គួរប្រុងប្រយ័ត្នមិនត្រូវធ្វេសប្រហែសឡាដែរនិយាយទៅយើងឆ្នាំម្សាញ់ហ្នឹងគឺធ្លាក់2ឆ្នាំហើយព្រោះតែឆ្នាំ2025ហ្នឹងគឺធ្លាក់តាំងពីដើមឆ្នាំរហូតមកចុងឆ្នាំហ្នឹងតន់ឡើងណាឥឡូវខ្ញុំទាយអំពីឆ្នាំ2026ហ្នឹងក៏ត្រូវធ្លាក់ដែរបងប្អូនឆ្នាំម្សាញ់គឺធ្លាក់2ឆ្នាំហើយតែប្រហែលជាឆ្នាំក្រោយប្រហែលជាឡើងសួរបងឆ្នាំក្រោយប្រហែលជាឡើងព្រោះតែធ្លាក់2ឆ្នាំហើយឆ្នាំក្រោយប្រហែលជាឡើងវិញលេខអីហ្នឹងអញ្ចឹងលោកអ្នកដែលគាត់កើតឆ្នាំម្សាញ់គឺគួរតែប្រុងប្រយ័ត្ននឹងលុយកាក់អ្វីផ្សេងព្រោះសិទ្ធិរិស័យរបស់លោកអ្នកហ្នឹងនឹងឆ្នាំ2025និង2026ហ្នឹងគឺធ្លាក់ដូចគ្នាតែថាឆ្នាំ2025ហ្នឹងគឺធ្លាក់ខ្លាំងជាងឆ្នាំ2026រៀងគូបន្តិចតែរិស័យហ្នឹងមិនទាន់ឡើងទេនៅតែធ្លាក់ដដែលនៅតែយ៉ងក្បាលចុះហ្មងមិនទាន់ឡើងលើកើតទេតែទៅតែឆ្នាំក្រោយ2027ប្រហែលជាអាចនឹងឡើងវិញអញ្ចឹងមិនមែនខ្ញុំចេះតែនិយាយចេះតែថាតាមនឹកឃើញបងគឺនេះជាកម្ពីរបស់ចាស់ពីដើមគាត់បានសរសេរទុកឲ្យក្មេងៗចំនួនក្រោយនោះបានមើលនិងបានអានឲ្យយល់អំពីក្បួនតម្រានិងហោរាសាស្ត្រហ្នឹងអញ្ចឹងការមើលអំពីខែឆ្នាំនិងជោគជតារាសីហ្នឹងរបស់លោកអ្នកដែលគាត់កើតឆ្នាំម្សាញ់គឺឃើញតែឆ្នាំម្សាញ់គឺមិនទាន់ឡើងរាសីទេបងប្អូនណាគឺរាសីនៅធ្លាក់ចុះទេអញ្ចឹងបងប្អូនគួរតែប្រុងប្រយ័ត្ននៅកន្លែងណាមួយដែលយើងគួរកុំទៅឆ្ងាយគួរតែកុំធ្វេសប្រហែសលុយកាក់ប្រយ័ត្នប្រយែងព្រោះរាសីយើងហ្នឹងគឺកំពុងតែធ្លាក់ចុះនឹង2ឆ្នាំផ្ទួនហើយបងប្អូនខ្លះគាត់ឆ្ងល់អញ្ចេះគាត់ថាលោកគ្រូខ្ញុំមើលគេផ្សេងរាសីឆ្នាំម្សាញ់ឡើងហើយអានេះជាគ្រូយើងម្នាក់ៗប្រហែលជាមិនត្រូវគ្នាទេព្រោះថាខ្ញុំមើលតាមគម្ពីរមិនមែនខ្ញុំនឹកឃើញចេះតែអានចេះតែនិយាយបងប្អូនហើយគ្រូខ្លះគេចូលរូបឬក៏គេសរសេរតាមនឹកឃើញទៅគេថាឡើងតាមគេតែខ្ញុំគឺមើលតាមគម្ពីរហើយខ្ញុំពិភាក្សាខ្លួនឯងទៅវាឃើញអញ្ចឹងអាហ្នឹងគឺមិនមែនដូចគ្នាគ្រប់គ្នាបងប្អូនគឺតែមានខុសគ្នាអញ្ចឹងហើយបើខ្ញុំមើលទៅវាខុសឆ្គងក្នុងចំណុចណាមួយបងប្អូនសូមអភ័យទោសដោយសារតែខ្ញុំហ្នឹងវានិយាយឬក៏អានទៅវាមិនច្បាស់លាស់វាដដែលដប់ដោយសារតែចំមុខខ្ញុំហ្នឹងវាមិនទាន់ជាពីប្រាសាយតែអញ្ចឹងវារៀងកងូនេះបងណានៅប្រាសាយហ៊ីសាបោរហូតតែខ្ញុំឆ្លៀតតែនិយាយផ្លែទៅតែបើយើងមិននិយាយទេវីដេអូរបស់យើងនឹងត្រូវការឆ្នាំហ្នឹងត្រូវឡងថ្ងៃឆ្ងាយពេកអញ្ចឹងខ្ញុំចេះតែមើលបតាទៅកុំឲ្យខាតពេកទេបងពេលវេលារបស់ខ្ញុំអញ្ចឹងខ្ញុំក៏អត់មាននិយាយវែងឆ្ងាយតទៅទៀតបងប្អូនណាខ្ញុំក៏សូមប្រាប់ដល់បងប្អូនទាំងគ្នាឲ្យអាសាធ្វើល្អសំបុណ្យកុសលបានច្រើនព្រោះថាការធ្វើបុណ្យធ្វើទានហ្នឹងគឺធ្វើឲ្យយើងនឹងជួបតែសំណាងល្អគ្រប់គ្នាតែបើយើងធ្វើតែទៀនតែយើងចិត្តយើងនៅតែមិនល្អក៏វាមិនស្ូវបានបន់ច្រើនដែរតែបើយើងធ្វើទៀនដោយសារសិលហើយអានឹងមិនបន់ច្រើនហ្មងអ្នកខ្លះក៏ធ្វើទៀនធ្វើបន់ធ្វើឲ្យមែនតែចិត្តរបស់គាត់នៅតែលោភលន់របស់គេអាហ្នឹងគឺមិនល្អបងយើងគួរតែយើងមកយើងធ្វើទៀនហើយធ្វើបន់អ្វីផ្សេងហើយយើងគួរតែជ្រះថ្លាកុំកេងប្រវែងរបស់អ្នកដទៃវាធ្វើឲ្យយើងនឹងកើតបាបថ្ងៃមុខទៅគឺយើងនឹងវេទនាអាហ្នឹងគឺកម្មពៀបងប្អូនណាគឺមានពិតក្នុងពិភពលោកយើងហ្នឹងគឺកម្មពៀមានពិតព្រះពុទ្ធសាសនាត្រាស់សម្ដែងហើយពីរំងាប់ដោយការមិនចងពីតែបើយើងធ្វើអ្វីហើយគឺផលទៅវិញគឺមិនមែនបានណាទេគឺបានយើងខ្លួនឯងទេអាហ្នឹងគឺអញ្ចឹងនេះខ្ញុំចង់បញ្យល់ចុងក្រោយវីដេអូបន្តិច
ឲ្យបានបងប្អូនយល់ទាំងអស់គ្នាអញ្ចឹងខ្ញុំក៏សូមជម្រាបបងប្អូនទាំងអស់គ្នាឲ្យជួបតែសំណាងល្អគ្រប់ៗគ្នា